ចង់ចាញ់អត់ចង់ឈ្នះអ្នកណាទេរាល់ថ្ងៃហ្នឹងតែបើនិយាយចាញ់គេគឺមិនបានវាជាសម្ដីរបស់យាយដែលមានផ្កាចម្ប៉ានៅនឹងត្រចៀកកំពូលខាងធ្វើត្រាប់គិតទៅក្តីសុខខ្លាំងណាបងប្អូននៅពេលដែលយើងឃើញចាស់ចាស់មានការងារធ្វើមានចំណូលបន្តិចបន្តួចមានអាហារ3ពេលហូបយ៉ាងរីករាយហើយជំងឺក៏មិនសូវសម្បូរខ្វះតែប្រាក់មិនសូវសម្បូរទេប្រាក់នៅខាងនេះបានចំណូលបន្តិចបន្តួចក៏នាំគ្នាទៅវត្តរៀងរាល់ថ្ងៃសិលធ្វើទានជាបន្តបន្ទាប់ចែករំលែកទៅវិញទៅមកឲ្យគ្នានៅក្នុងភូមិអត់ដឹងថាស្អីគេត្រិនដើរតាមត្រិនហ្នឹងអត់ដឹងអីទាំងអស់ជីវិតបែបនេះគឺសាមញ្ញពេលខ្លះអ្នកដែលមានលុយក៏មិនអាចទទួលបានក្តីសុខបែបហ្នឹងដែរតែបើសួរថាចង់មានលុយឬក៏ចង់អត់លុយប្រកាសណាគឺចង់មានលុយមានតាមបែបជីវភាពរបស់ខ្លួនឯងតាមបែបសមត្ថភាពរបស់ខ្លួនឯងមិនខ្សែលើអ្នកណាហើយក៏មិនចាំបាច់ទៅប្រកួតប្រជែងជាមួយនឹងអ្នកណាដែរតែខ្ញុំកំពុងតែប្រកួតប្រជែងជាមួយនឹងការផលិតផលដែលធ្វើដោយដៃហើយនឹងមិនប៉ះពាល់បរិស្ថានជាបេសកកម្មមួយដែលខ្ញុំចង់យកឈ្នះមែនទែន